សំដងតើហ่ะឥឡូវនេះពិតជាមានសំដងល្អណាស់ហើយអាយបើនេះគឺជាថ្នាំអីនេះគឺជាថ្នាំឬឈើ6មកផ្សំចូលគ្នាក្នុងនេះមានថ្នាំឬឈើច្រើនយ៉ាងអាចព្យាបាលជំងឺរាប់រយមកបានក្រោយពេលអាយលាបហើយអាយប្រកាសជាមិនខានទេហ៎តែហៅបត់ទៅហេហៅបត់ទៅមិនកើតទេដឹកឃើញហើយហៅបត់ទៅនៅតែមិនកើតទៀតធ្វើយ៉ាងនេះប្រកាសជាឆ្លាក់ស្លាប់គួរតែរកមធ្យោបាយដោះស្រាយឲ្យបានល្អទើបបាត់អូខ្ញុំទៅពីវាឲ្យបាត់ដោយហើយចាំបញ្ចុកគេធ្វើចង់មិនកើតទេបើសិនជាគេឃើញនោះគេប្រកាសជាថាខ្ញុំជាអ្នកលួចថោកពីអូយគ្មានវិធីឡាផ្សេងទៀតទេឲ្យឆាប់ឡើងតិចទៅអូយធំខ្លាំងអាក្រក់ណាស់អូយស្អុយណាស់ឡំធ្វើស្អីហ្នឹងឡំធ្វើស្អីហ្នឹងយកបញ្ចុះថ្នាំគេដាក់បញ្ចុះថ្នាំអាណាថ្នាំខ្ញុំលេបចូលក្នុងបាត់ទៅហើយវីវហើយអីឡំអ៊ីស៊ូដឹកខ្លួនហើយយើងជាអ្នកជួយសង្គ្រោះគេដាក់អ៊ីស៊ូគឺយើងជាអ្នកជួយសង្គ្រោះជីវិតឯងដាក់អ៊ីស៊ូខ្ញុំណែណាឯងនៅលើក្រែរបស់ឯងឡំជាអ្នកជួយសង្គ្រោះជីវិតឯងចាំយើងទៅហៅលោកមេប៉ាក់សិនតែឯងដើរស្គៀបដាក់កូកកម្រាក់ឲ្យសោះនឹកឲ្យស្គៀបសិតហើយដាក់ដើរស្គៀបអីហ្វីយ៉ាអ៊ីស៊ូគេដែរហ៎អ៊ីស៊ូដែរឡំអ៊ីស៊ូគេសបាត់ហើយមែនទេកុំនិយាយចាប់ផ្ដាយើងជួយសង្គ្រោះជីវិតគេឲ្យរស់ឡើងវិញហើយមែនទេគេមិនអីនោះទេហេបាទយើងមានសង្ឃឹមហើយចាំបាននិយាយហើយតាទេម្ដាយប្រកាសជួយយើងជួយទៅមើលអ៊ីស៊ូដល់ជប់អើយឡំធ្វើស្អីហ្នឹងហើយណែឯងទៅពីដល់កុំអាគិតរឿងគេអីឥឡូវនេះពួកឯងទៅពីជួយព្យាបាលយើងសិនទៅយើងឆ្លាក់បំពង់កស្ទើរតែស្លាប់បាត់ទៅហើយលោកគ្រូមិនបាត់ជាងចឹងលោកគ្រូធ្វើអីហ្នឹងកុំសួរចេះឲ្យពេកពួកឯងឆាប់រកមធ្យោបាយជួយផងទៅយើងឡំប្រហែលជាពិសាអ្វីដែលមិនគួរពិសាឲ្យតាមមែនទេមែនហើយថ្នាំដែលយើងស្រាវជ្រាវយូរឆ្នាំមកហើយគឺជាថ្នាំផ្ដល់ព្រលឹង6មកនោះយើងមានបណ្ដោះទៅពីបញ្ចុះអ៊ីស៊ូក៏ប៉ុន្តែយើងមិនប្រយ័ត្នយើងទៅពីចុះទៅពីឡើងក៏លេបចូលក្នុងពោះរបស់យើងតែម្ដងទៅអូយសំណាងល្អណាស់ដែលមិនបានបញ្ចុះអ៊ីស៊ូបើមិនចឹងទេប្រកាសជាវិវត្តធំហើយបានហើយពួកឯងជប់និយាយទៀតទៅឥឡូវនេះឆាប់ជួយយើងភ្លាមទៅឲ្យឆាប់ឡើងលោកគ្រូរឿងនេះខ្ញុំនឹងពីយ៉ាងមិនអាចជួយបានទេលោកគ្រូបញ្ញត្តិត្រឡប់ទៅវិញទៅមើលថ្នាំឬឈើរបស់លោកគ្រូមើលតើមានថ្នាំអាសាទេមែនហើយអ៊ីស៊ូពិតជាល្អប្រសើរណាស់ឯងគ្រាន់តែនឹកខ្សោយបន្តិចតែពីថ្ងៃក្រោយប្រកាសជាដូចដាំឡើងវិញហើយខ្ញុំអរគុណលោកអ៊ំហើយដោយសារតែរឿងរបស់ខ្ញុំធ្វើអ្នកទាំងអស់គ្នាបារម្ភយ៉ាងនេះខ្ញុំដូចជាមិនសមសោះអ៊ីស៊ូឯងមិនចាំបាច់ខ្លាចក្រែងទេតាមការពិតបច្ឆុងចិនជាពាក់គុណឯងយើងខំព្យាបាលរបួសឯងគឺជារឿងធម្មតាទេបាទលោកអ៊ំលោកមេប៉ាខ្ញុំឮថាអ៊ីស៊ូដឹងខ្លួនហើយគ្មានបញ្ហាអីទេពីថ្ងៃទៀតគេនឹងជាសះស្បើយឡើងវិញហើយលោកមេប៉ាបើយ៉ាងនេះទៅហើយខ្ញុំហើយនឹងសិស្សច្បងត្រូវកាត់ទោសអ៊ីហ្វីយ៉ាងហើយតែលោកមេប៉ាយល់យ៉ាងម៉េចដែរណែរឿងនេះតែអ្នកទាំងអស់គ្នាគួរតែធ្វើយ៉ាងណាធ្វើតាមចិត្តចុះបងបាយស៊ឺឡំតាមយ៉ាងកាយឲ្យឆាប់ទៅហៅអ៊ីហ្វីយ៉ាងឲ្យគេមកកាន់សំណាក់ច្បាប់ជាបន្ទាន់បាទឡំសិស្សច្បងណែសុំចេញកុយសិស្សច្បងយ៉ាងម៉េចហើយហ្នឹងរឿងរបស់អ៊ីស៊ូពួកឯងដឹងហើយមែនទេដឹងហើយតែមានរឿងអីកើតឡើងទៅទេអ៊ីស៊ូគេគ្មានអីទេក៏ប៉ុន្តែឡំឲ្យឯងទៅកាន់សំណាក់ច្បាប់ហ្វីយ៉ាងរឿងនេះទៅសំណាក់ច្បាប់មែនទេខ្ញុំទៅជាមួយសិស្សច្បងឯងល្ងងណាទៅសំណាក់ច្បាប់មិនក៏ឯងសប្បាយចិត្តអ៊ីស៊ូគេមិនអីខ្ញុំសុកចិត្តទទួលពីនៃ
ទោះជាលំបាកយ៉ាងណាក៏ដោយក៏ខ្ញុំសុខចិត្តទទួលដែរហើយទោះជាសំណាក់ច្បាប់ពីនៃខ្ញុំយ៉ាងណាក៏ដោយក៏ខ្ញុំអាចទទួលបានដែរសិច្បងកុំបារម្ភពីខ្ញុំអីបាទខ្ញុំទៅសំណាក់ច្បាប់តាមមើលប្រហែលជាយូរបន្តិចហើយនាងត្រឡប់ទៅវិញមុនចុះពីយ៉ាងមិនដឹងថាពុកខ្ញុំធ្វើបាបបងយ៉ាងណាទេប៉ុន្តែខ្ញុំគិតថាប្រកាសជាធ្វើបាបបងធ្ងន់ធ្ងរហើយកុំខ្លាចអីកិច្ចការចិញ្ចឹមជ្រូកខ្ញុំអាចទ្រាំបានទៅហើយនៅទីនេះមានកិច្ចការអ្វីដែលថោកទាបជាងកិច្ចការចិញ្ចឹមជ្រូកទៀតនោះទោះជាពុកនាងពីនៃខ្ញុំយ៉ាងណាក៏ដោយក៏ខ្ញុំអាចទ្រាំបានដែរដូច្នេះហើយសូមនាងកុំគិតអីច្រើនពេកសិច្បងខ្ញុំយល់ថាសិច្បងមិនត្រូវគេឈររហូតយ៉ាងនេះទេធ្វើអញ្ចឹងគេមានហត់ឯណាឲ្យគេឈរយ៉ាងនេះមិនទៅណាពួកយើងក៏មិនអាចទៅណាកើតយល់ល្អសិច្បងដល់ស្រាយបានឆាប់បន្តិចទៅអីពីយ៉ាងអាចទទួលកំហុសទេល្អមកខ្ញុំខុសដោយសារតែខ្ញុំច្រឡំថាគេជាមនុស្សបន្លំចូលក្នុងកន្លែងរបស់យើងយើងមិនសួរអីច្រើនទេយើងគ្រាន់តែសួរថាឯងជាអ្នកធ្វើអ៊ីស៊ូត្រូវរបួសតើឯងសារភាពដែរទេពីអ៊ីស៊ូមានរបួសដោយសារតែខ្ញុំហើយនេះហើយខ្ញុំសូមសារភាពល្អណាស់ឲ្យតែឯងព្រមសារភាពអ៊ីស៊ូគេជាអ្នកមានគុណមកលើបច្ឆុងចិនរបស់យើងសម្ដងល្អណាស់ដែលគេមិនស្លាប់បើសិនជាគេស្លាប់នោះយើងប្រកាសជាកាត់ទោសឯងប្រហារជីវិតដើម្បីយកជីវិតឯងទៅសងគេវិញបាទខ្ញុំដឹងឥឡូវនេះឯងមិនចាំបាច់ស្លាប់ទេតែឯងត្រូវតែទទួលទណ្ឌកម្មយើងពិភាក្សាជាមួយលោកព្រឹទ្ធាចារ្យឆាំងសុងរួចហើយហើយនៅបច្ឆុងចិនជាចំជ្រុងគឺជាការងារដែលថោកទាបបំផុតឥឡូវយើងមិនដឹងថាគួររកការងារណាដែលថោកទាបជាងនេះសម្រាប់ឯងធ្វើទេពេលនេះមានតែមធ្យោបាយមួយគត់គឺបណ្ដេញឯងចុះពីភ្នំតែម្ដងឡំថយចេញភ្លាមបាទឡំធ្វើបាត់ថាខ្ញុំខុសមែនក៏ប៉ុន្តែមិនតន់ដល់ថ្នាក់ដេញខ្ញុំចេញពីបាក់នោះទេផ្លូវធំមែននៅបច្ឆុងចិននេះយើងជាអ្នកកាន់កាប់សម្ដេចច្បាប់មិនមែនឯងនោះទេឯងមានសិទ្ធិអីមកនិយាយជាមួយយើងឯងនៅស្ងៀមទៅស្ដាប់បានដែរទេលោកអំខ្ញុំសូមបងធ្វើច្បាប់ថាអ៊ីស៊ូត្រូវរបួសមែនក៏ប៉ុន្តែគេដឹងខ្លួនឡើងវិញហើយសូមលោកទាំងពីរមេត្តាអធិស្ឋានទុកពេលឲ្យគេដើម្បីឲ្យគេកែខ្លួនម្ដងទៅតើបានដែរទេយើងបានទុកពេលឲ្យគេច្រើនលើកច្រើនសារណាស់ទៅហើយលើកនេះមិនអាចអត់អោនឲ្យគេបាននោះទេណែលោកអំខ្ញុំជាមនុស្សល្ងងហើយដូច្នេះហើយធ្វើឲ្យលោកអំទី2មិនសប្បាយចិត្តប៉ុន្តែខ្ញុំមិនមែនជាមនុស្សមិនអាចអប់រំបានទេណាម្ដងនេះធ្វើទៅបាត់ថាខ្ញុំមានកំហុសមែនក៏ប៉ុន្តែនេះគឺជារឿងអចេតនាទេខ្ញុំរស់នៅក្នុងបច្ឆុងចិនតាំងពីតូចដល់ធំដូចជាផ្ទះរបស់ខ្ញុំអញ្ចឹងលោកអំទាំងពីរសូមទុកពេលឲ្យខ្ញុំម្ដងកុំដែលខ្ញុំចេញពីបាក់អីខ្ញុំប្រកាសជាកែខ្លួនឲ្យបានល្អមិនធ្វើឲ្យលោកអំទាំងពីរខាងទៀតទេលោកអំលោកពូសូមលោកទាំងពីរទុកពេលឲ្យគេកែខ្លួនម្ដងទៀតទៅតើបានទេហើយទុកពេលគេម្ដងទៀតអញ្ចឹងលើកក្រោយបើសិនជាគេធ្វើព្យាបៈចុងចិនមានរបួសតើគិតយ៉ាងម៉េចបានហើយកិច្ចការនេះយើងសម្រេចចឹងតិចចុះពីយ៉ាងថ្ងៃស្អែកមិនថ្ងៃលិចឯងត្រូវចាក់ចេញពីទីនេះបើសិនជាឯងមានភាពរឹងរូសនោះយើងប្រកាសជាប្រើកម្លាំងដេញឯងចេញពីទីនេះហើយប្រយ័ត្នប្រយែងខ្លួនឯងទៅណែលោកអំលោកពូពីយ៉ាងឯងកុំបារម្ភអីយើងនឹងរកមធ្យោបាយដោះស្រាយទៀតសាច់បងតាមមើលទៅប្រហែលជាមានមធ្យោបាយណាផ្សេងទៀតទេដល់ពេលនេះទៅហើយសាច់បងធំខ្ញុំសូមអរគុណសាច់បងធំច្រើនឆ្នាំមកជួយយកអាសាខ្ញុំថ្ងៃក្រោយបើសិនជាខ្ញុំមានពេលខ្ញុំសងគុណសាច់បងធំវិញ大快人心啊！
việc đấy của sòng say đi việc khaiខ្លួនទៅជាអ្នកចិញ្ចឹមជ្រូកហើយខ្លាយខ្លួនទៅជាមនុស្សដែលត្រូវបាក់ដេញចេញទៀតមិនមែនធម្មតាណាសបូនមកសបូនសបូនសបូនណាពួកយើងកំពុងតែនិយាយពីរឿងការងារសបូនមានដឹងទេអ៊ីហ្វីយ៉ាងត្រូវសំណាក់ច្បាប់កាត់ទោសគេដេញចេញពីបាក់ឆុងចិនទៅហើយថាម៉េចវាយ៉ាងត្រូវដេញចេញពីបាក់ឆុងចិនមិនមែនហើយต้องនិយាយតែប៉ុណ្ណានេះគឺជាការពិតគ្មានអ្នកណាអាចកែប្រែការពិតនេះបានទេណាហេតុអីបានពីអ្នកទាំងអស់គ្នាធ្វើយ៉ាងនេះអ្នកទាំងអស់គ្នាចិត្តអាក្រក់ពេកហើយហើយឯងមិនត្រូវច្រឡំដាក់ខ្ញុំយ៉ាងនេះទេគឺលោកគ្រូជាអ្នកកាត់ទោសដេញគេចេញពីបាក់ឆុងចិនបើតវ៉ាជាមួយលោកគ្រូទៅមិនបានចេញចឹងមិនបានចេញចឹងពេលយ៉ា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 ងប៉ាសំភ័យទោសខ្ញុំកំពុងតែគិតពីរឿងខ្ញុំលឺនាងហៅទេពេលយ៉ាងពេលដែលខ្ញុំមកទីនេះខ្ញុំបានពិចារណារួចហើយខ្ញុំនឹងបងត្រូវចាក់ចេញពីបាក់ឆុងចិនប៉ាខ្ញុំនិយាយជាការពិតតែក៏ទៅតែមានអីគួរអស្ចារ្យយើងទាំងពីរឯងរស់នៅជាមួយគ្នាខ្ញុំជឿថាយើងទាំងអស់គ្នានឹងរស់តទៅទៀតយ៉ាងល្អមិននឹកស្មានថាពួកខ្ញុំសាហាវយ៉ាងនេះសោះហេតុអីបានជាធ្វើបាបបងយ៉ាងនេះប៉ាកុំគិតអញ្ចឹងអីឥឡូវទោះជានិយាយស្អីក៏គ្មានប្រយោជន៍អីដែរនាងមិនអាចបាយពីគាត់បានទេក៏ប៉ុន្តែខ្ញុំចង់រស់នៅជាមួយបងធ្វើតែបើថានាងគិតអញ្ចឹងម៉ែក៏ប៉ុន្តែបើសិនជានាងនៅក្នុងបាក់ឆុងចិនតទៅទៀតនោះខ្ញុំជឿថាថ្ងៃក្រោយពួកយើងតែពីរអ្នកគង់តែបានជួបគ្នាទេនាងក៏មិនអារម្មណ៍អីណាវិយាខ្ញុំមិនអស់ចិត្តទេខ្ញុំដាច់ខាតមិនឲ្យបងទៅចោលខ្ញុំទេវិយាខ្ញុំមិនឲ្យបងទៅចោលខ្ញុំទេកុំអារម្មណ៍អីកាលពីលើកមុនពេលដែលខ្ញុំត្រូវពិន័យម្ដងខ្ញុំតែងតែតវ៉ាហើយម្ដងនេះខ្ញុំគ្មានអ្វីគួរនិយាយទៀតទេខ្ញុំមានតែបន្ទោសខ្លួនឯងមិនអាចបន្ទោសអ្នកណាបានឡើយសូមជួយរប៉ាក្តៅឈ្ងុយដោះខ្ញុំពីរបងសូមជួយរប៉ាក្តៅរប៉ាក្តៅរប៉ាក្តៅសូមជួយរប៉ាក្តៅរប៉ាថ្មីជួយសូមជួយរប៉ាក្តៅទីពិសាទឹកតែមកពេងបានហើយពីពេលនេះទៅបងទៅណាទៅចាស់ចាំខែក្រោយចាំយើងជួបគ្នាទៀតសើបងមិនអាចធ្វើអញ្ចឹងបានទេបើសិនជាលោកគ្រូដឹងតើខ្ញុំដោះស្រាយជាមួយលោកគ្រូយ៉ាងម៉េចទៅប៉ុន្តែខ្ញុំតាមរកមកកំណត់ថ្ងៃហើយមិនឃើញអីសោះបើយ៉ាងនេះទៀតខ្ញុំត្រូវតាមរកតទៅទៀតដើម្បីដឹងការពិតបានច្បាស់តើតាមរកដល់ពេលណាទៅយល់ឲ្យយើងបែកគ្នាត្រឹមនឹងសិនចាស់លោកគ្រូឲ្យយើងតាមរកការពិតនៃការបញ្ជាពីគ្នាឥឡូវមិនទាន់ដល់ពេលកំណត់ឯណាយើងស្រាវជ្រាវបានយូរបន្តិចក៏គ្មានបញ្ហាកើតឡើងដែរក៏ប៉ុន្តែខ្ញុំមិនដាច់ចិត្តពីនាងឲ្យនាងនៅតែម្នាក់ឯងឲ្យខ្ញុំថែរក្សានាងទៅល្អជាងខ្ញុំមិនចាស់បានទៅជាមួយខ្ញុំទេអ្នកតាពីរសូមជើញអ្នកតាពីរសូមជើញអង្គុយតុខាងនោះទៅសូមជើញខ្ញុំឡើងទៅលើបានសូមជើញជើញសាប់អូនណាថ្ងៃនេះសាប់អូនដូចជាហូបឆ្ងាញ់ណាសប្បាយចិត្តមែនទេប្រកាសជាសប្បាយចិត្តម្ដងនេះលោកមេប៉ាឲ្យពួកយើងតាមរយៈឈីងសងនៅក្នុងបាក់ឆុងចិនមិនមែនធម្មតាទេសេចក្ដីទទួលបញ្ជាពីលោកមេប៉ាតាមរយៈឈីងសងតើបានន័យថាម៉េចលោកមេប៉ាចង់ដឹងពីរបួសរបស់ឈីងសងតែយ៉ាងណាដែរបើសិនជាគេមានរបួសធ្ងន់មែននោះលោកមេប៉ានឹងខ្លាយទៅជាម្ចាស់ពិភពគុណបើសិនជាអញ្ចឹងមែននោះសេចក្ដីប្រកាសជាមានឋានៈមួយផ្សេងទៀតហើយមែនទេមកសេចក្ដីខ្ញុំជូនសេចក្ដីមកពេងសូមអញ្ជើញសេចក្ដីអញ្ជើញសពតមានរឿងកាលឡើងគាត់ចង់លាវបងមានឃើញគាត់ចង់លាវទេគឺម្នាក់នោះអ្នកទាំងអស់គ្នាស្ដាប់ឲ្យច្បាស់ខ្ញុំជាមួយប៉ាអឺម៉ៃមានទំនាស់បន្តិចបន្តួចហើយនេះសូមអ្នកទាំងអស់គ្នាចាក់ចិត្តពីទីនេះភ្លាមឯង
គាត់ចង់លីបខ្ញុំគង់សង្ហងថ្ងៃនេះសូមស្វាគមន៍ឯងចុះឆាប់តាមភ្លាមហត់ណាស់អ្នកប្រុសពួកយើងនាំគ្នាសម្រាប់សិនទៅមិនកើតទេពួកគេតាមយើងតឥឡូវនេះហើយអ្នកប្រុសបានអញ្ចឹងពួកយើងនាំគ្នាលាក់ខ្លួនសិនទៅលាក់ខ្លួនស្អីនៅកណ្ដាលវាអញ្ចឹងលាក់ខ្លួនចាំមិនកើតទៅសាប៉ូនមិនឃើញមនុស្សទេមនុស្សប្រមាណអ្នកនោះរត់លឿនណាស់បាត់ខ្លួនអស់ហើយនេះគឺមកពិសេសច្បងខ្ញុំបាននិយាយហើយថាកុំឲ្យពួកវារត់រួចសាប៉ូននេះគឺសារតែខ្ញុំប្រហែលពេកលើកក្រោយបើសិនជាខ្ញុំបានជួបគេខ្ញុំប្រកាសជាសម្រាប់គេគ្មានលើកក្រោយទេថ្ងៃនេះខ្ញុំត្រូវតែសម្រាប់វាតទៅបានសាប៉ូនប៉ុន្តែណែបានហើយទីនេះគឺជាតំបន់កាន់កាប់របស់កញ្ជ្រោងប្រាក់ឆាប់ទៅតាមរកមេក្រុមកញ្ជ្រោងភ្លាមបញ្ជាមនុស្សគ្រប់ទីកន្លែងតាមរកគាត់ចុងលាវបានមានដំណឹងអីសាច់ច្បងឆាប់អីដំណឹងដល់ខ្ញុំជាបន្ទាន់សាប៉ូនកុំភ្លេចអសនណាលោកគ្រូឲ្យយើងតាមដានរឿងមកជាពិឃាតនោះទេយ៉ាងណាក៏ដោយខ្ញុំសម្រាប់គាត់ចុងលាវតទៅបានរឿងផ្សេងថ្ងៃក្រោយចាំនិយាយគ្នាប៉ុន្តែឆាប់ទៅតាមរកមេក្រុមកញ្ជ្រោងបានទៅក៏មិនទៅកាលពីលើកមកខ្ញុំហើយនឹងគេមានដំណោះគ្នាខ្លាំងណាស់គេមិនលើកលែងខ្ញុំទេបានចឹងគិតយ៉ាងម៉េចទៅប៉ាឆុងចិនណែតើពួកឯងមានឃើញអ៊ីហ្វីយ៉ាងដែរទេអត់ឃើញទេខ្ញុំក៏អត់ដែរណែពួកឯងមានឃើញអ៊ីហ្វីយ៉ាងទេអត់ទេហ្វីយ៉ាងយើងតាមរកអាយុហើយដោះមានកាយឯងនៅស្អីទៀតថ្ងៃស្អែកនេះឯងចាក់ចេញពីបាក់ឆុងចិនទៅហើយនៅខ្វល់ប្រជុំធ្វើស្អីទៀតឡំមុនពេលខ្ញុំចាក់ចេញពីទីនេះខ្ញុំធ្វើកិច្ចការមួយចំនួនឲ្យចប់សិនបើមិនចឹងទេជ្រូករបស់ខ្ញុំតែប្រហែលនោះប្រកាសជាអាចពោះស្លាប់ជាមិនខានហើយនៅក្នុងលោកនេះពិតជាមានមនុស្សស្មោះត្រង់ដូចជាឯងចឹងមែនទេក៏ប៉ុន្តែមិនដឹងជាហេតុអីបានជំរឿរឿងអាក្រក់ចិត្តទៅកើតឡើងលើខ្លួនរបស់ឯងហើយហ្វីយ៉ាងឯងចាក់ចេញពីបាក់ឆុងចិនគឺជាការខាត់បោះរបស់បាក់ឆុងចិនឡំខ្ញុំនិយាយទៀតទៅរឿងដល់ដំណាក់កាលនេះទៅហើយខ្ញុំមានតែថ្ងៃស្អែកនេះត្រូវចាក់ចេញពីទីនេះខ្ញុំត្រូវតែចាក់ចេញពីបាក់ឆុងចិនមិនប្រកាសថាចឹងទេខ្ញុំជាមួយនឹងប៉ៃស៊ឺវ៉ាពួកយើងទាំងអស់គ្នាបាននិយាយគ្នាហើយតើយើងត្រូវតែរកមធ្យោបាយដោះស្រាយយើងនឹងមានសង្ឃឹមថាអាចមានវិធីដោះស្រាយទៀតឡំមើលតើខ្ញុំគ្មានសង្ឃឹមទេអូយទោះជាគ្មានសង្ឃឹមក៏យើងត្រូវតែប្រឹងប្រែងតទៅទៀតដែរឯងកុំអស់សង្ឃឹមឲ្យសោះណាកុំភ្លេចពេលទៅដល់ផ្ទះយើងប្រកាសជាមានដំណឹងល្អជាមិនខានទេឯងរងចាំដំណឹងល្អពីយើងណាកុំភ្លេចឲ្យសោះវើយបាទឡំពីយ៉ាងកុំភ្លេចមកកន្លែងយើងឲ្យសោះណាបាទលោកគ្រូតើខ្ញុំគួរហៅលោកអ៊ំទាំងអស់គ្នាមកពិភាក្សាជាមួយលោកគ្រូទេចំពោះបញ្ហានេះយើងមិនបានគិតគូរទេលោកគ្រូបើសិនជាលោកគ្រូមិនដោះស្រាយរឿងរបស់ហ្វីយ៉ាងទេថ្ងៃស្អែកគឺនឹងចាក់ចេញពីទីនេះហើយនោះគឺជារឿងរបស់អ៊ីនហ្វីយ៉ាងខ្លួនឯងចំពោះឯងមិនចាំបាច់បារម្ភអីទេលោកគ្រូខ្ញុំនឹងចាំថាមុនពេលដែលលោកគ្រូទៅប៉ាអ៊ូទីលោកគ្រូបានផ្ដាំខ្ញុំថាបើសិនជាលោកគ្រូមិនអាចមកវិញបានឲ្យខ្ញុំជួយការពារហ្វីយ៉ាងឲ្យបានល្អលោកគ្រូក៏ធ្លាប់មានប្រសាសន៍ចឹងដែរហ្វីយ៉ាងគឺជាមនុស្សគួរអាណិតណាក៏ប៉ុន្តែហេតុអីបានជាលោកគ្រូមិនរវល់ជាមួយនឹងគេមិនមែនថាយើងមិនរវល់នឹងគេទេក៏ប៉ុន្តែយើងមិនអាចដោះស្រាយចេញពីព្រោះថាសំណាក់ច្បាប់គេបានកាត់ក្តីរួចទៅហើយ
យើងមិនអាចកែប្រែបានទេ ក៏ប៉ុន្តែលោកគ្រូគឺជាមេបកលោកគ្រូប្រកាសជាអាចធ្វើឲ្យសំណាក់ច្បាប់កែប្រែបញ្ជាបាន បើសិនជារឿងនេះមានការតាក់ទងដល់កិច្ចការរបស់បកឈុងចិននោះយើងប្រហែលជាអាចពិភាក្សាជាមួយសិស្សច្បងទាំងពីរបានប៉ុន្តែរឿងនេះគឺជារឿងរបស់អ៊ីងហ្វីយ៉ាងយើងមិនអាចការពារគេបានទេបើមិនចឹងទេនោះប្រកាសជាធ្វើខុសច្បាប់បកឈុងចិនជាមិនខានទេ លោកគ្រូលោកអមមានប្រសាសន៍ថាបន្តិចទៀតបើសិនជាគាត់ទំនេរគាត់នឹងមកពិភាក្សាជាមួយលោកគ្រូពីបញ្ហាហ្វីយ៉ាង ទោះជាគេមកក៏អត់ប្រយោជន៍ដែរបាយសឺឯងទៅជម្រាបលោកអ៊ំធំរបស់ឯងថាកុំឲ្យគាត់មានការបារម្ភពីបាក់ចិត្តដោយសារតែរឿងរបស់អ៊ីងហ្វីយ៉ាងអីរឿងរបស់អ៊ីងហ្វីយ៉ាងគឺស្រេចទៅលើវាសនាតិចចុះ ចេញពិសាទឹកតែ ទុកកន្លែងនឹងចុះឯងមកនេះព្រោះតែឯងចង់អវយើងឲ្យលើកលែងទៅឲ្យហ្វីយ៉ាងមែនទេ ខ្ញុំនិយាយប្រាប់ពុកក៏ពុកមិនស្ដាប់ដែរ យើងប្រកាសជាស្ដាប់ទោះជានិយាយអត់ប្រយោជន៍ក៏ដោយក៏ប៉ុន្តែមិនចាំបាច់និយាយទៀតទេ ហ្វីយ៉ាងមិនមែនជាមនុស្សអាក្រក់ទេបើគេចាក់ចេញពីបកឈុងចិនមិនដឹងជាគេរស់នៅរបៀបណាទេ ការស្លាប់រស់របស់គេគឺជារឿងរបស់គេគ្មានអីតាក់ទងជាមួយនឹងឯងទេ ពុក កុំនិយាយទៀតយើងអស់កម្លាំងខ្លាំងណាស់ឥឡូវយើងត្រូវការសម្រាប់ ពុក ចេញពីទីនេះទៅចេញពីទីនេះភ្លាមទៅ ចាខ្ញុំនឹងចាក់ចេញពីទីនេះបន្តិចទៀតលោកគ្រូខ្ញុំនឹងមករកពុកដើម្បីពិភាក្សារឿងហ្វីយ៉ាងប៉ុន្តែសូមមេត្តាពុកស្ដាប់ប្រសាសន៍របស់គាត់ផង ឯងកុំយកគ្រូឯងមកគំរាមយើងឲ្យសោះកិច្ចការនេះគឺយើងជាអ្នកដោះស្រាយទោះជានរណាក៏ដោយក៏គេមិនអាចហាមឃាត់យើងបានដែរកុំថាឡើយគ្រូរបស់ឯងមកគំរាមយើងសូម្បីតែជាតាគ្រូមកទៀតក៏យើងមិនទៀតថយដែរយើងជាអ្នកដោះស្រាយកិច្ចការនេះមុនពេលថ្ងៃលិចនេះអ៊ីងហ្វីយ៉ាងគេត្រូវតែចាក់ចេញពីសំណាក់ឆុងចិននេះ เลยเยอะយើងចេះទៅឡំកតែគ្រូតែเลยយើងចេះទៅเลยយើងអីឲ្យយើងទៅបដៅពួកគេទៅពីអ្នកគេមិនជឿយើងហើយវាយគេឲ្យឈឺស្មាត់ពីបាត់អីឡំតែឡំเลยយើងអាយឡំណាហេលោកគ្រូยังไม่ได้ឡំលោកគ្រូយើងឡាទៅគ្រូยังไม่ได้ងើបឡើងយើងអាយឈឺដល់រកកន្លែងគុយភ្លាមទៅសំដៅគុយដល់យើងទៅរកកន្លែងគុយចៃគុយលោកគ្រូยังไม่ได้បាត់ដល់នេះយើងស្មានខុសទៀតហើយពួកឯងនិយាយថាម៉េចសូមបងអូនយើងទៅពីអ្នកនោះគេពិតជាមិនព្រមមកជួបយើងមែនទេពួកគេពិតជាផ្ដេសផ្ដាស់មែនផ្ដេសផ្ដាស់ខ្លាំងណាស់ មិនមែនចឹងទេវាយ៉ាងនឹងសិស្សច្បងខ្លាចលោកគ្រូណាលោកគ្រូកុំឆេវឆាវអី ឆេវឆាវអ្នកណាឆេវឆាវអាប់អូនយើងទៅពីអ្នកហ្នឹងតាំងពីតូចមកគឺយើងជាអ្នកថែទាំគេហើយយើងដូចជាឪពុកម្ដាយរបស់គេយ៉ាងចឹងមិនអ្នកគឺជាមេបកហើយមិនអ្នកទៀតជាអ្នកកាន់កាប់ច្បាប់គេធ្វើយ៉ាងនេះស្មានថាគេអាចប្រឆាំងជាមួយយើងបានគ្មានសង្ឃឹមនោះទេ លោកគ្រូ លោកអ៊ំ លោកគ្រូ នៅស្គៀមទៅបាទហើយជុំនិយាយទៀតទៅឯងនេះល្ងងខ្លាំងណាស់យើងធ្វើយ៉ាងនេះគឺដើម្បីឯងតែឯងល្ងងជាងជ្រុកទៅទៀតអីអូឈឺដល់វិជាកូនយើងវាដូចដើមឡើងវិញហើយនេះយ៉ាងម៉េចហើយនឹងយ៉ាងម៉េចដែរគ្មានចេតនាទៅវិញ លោកគ្រូឃើញទេលោកគ្រូមានវិជាគុណពេលណាក៏លោកគ្រូមិនដឹងខ្លួនបើសិនជាមានការផ្លាស់ប្ដូរធ្វើឲ្យលោកមេប៉ាក់នៅពុកខ្ញុំត្រូវរបស់គាត់យ៉ាងម៉េចទេបើសិនជាលោកមេប៉ាក់ពីនៃដល់លោកគ្រូនឹងត្រូវចាក់ចេញពីប៉ាក់ដូចជាហ្វីយ៉ាងអញ្ចឹងណាអូយមិនចឹងទេរឿងនេះមិនពិតទេ លោកអ៊ំសូមកុំបង្ករឿងដោយសារខ្ញុំអីខ្ញុំមិនភ្លេចគុណរបស់លោកអ៊ំទេក៏ប៉ុន្តែខ្ញុំមិនចង់ឲ្យមនុស្សប៉ាក់ចុងចិនតោះតែងគ្នាដោយសារតែរឿងខ្ញុំដូច្នេះហើយរឿងនេះគួរតែបញ្ចប់ត្រឹមនឹងចោះបានហើយលោកអ៊ំ ធ្វើបាត់ថាថ្ងៃក្រោយខ្ញុំអត់នៅក្នុងបកចុងចិនមែនក៏ប៉ុន្តែមួយជីវិតរបស់ខ្ញុំនេះមិនអាចបំភ្លេចគុណលោកអ៊ំមិនអាចបំភ្លេចគុណរបស់បកចុងចិនបានទេបើចុកបានន័យថាយើងខុសទៀតហើយ ពេលយ៉ាង អ
លោកគ្រូអញ្ជើញមកហើយយើងខ្លាចតាមរកឯងមិនឃើញហើយដូច្នេះហើយបានជាយើងមកតាំងពីព្រលឹមបន្តិចបើទីនេះមិនឃើញយើងនៅតាមរកឯងនៅត្រង់ជ្រូកទៀតលោកគ្រូដឹងរឿងរបស់ខ្ញុំអស់ហើយមែនទេរឿងរបស់ឯងយើងពិតជាដឹងអស់ហើយលោកគ្រូក៏ជឿថាខ្ញុំគ្មានចេតនាចង់ធ្វើបាបអ៊ីស៊ូដែរមែនទេកាលនោះខ្ញុំស្មានថាគេបន្លំចូលក្នុងភ្នំហើយគេក៏ស្មានថាខ្ញុំជាមនុស្សបន្លំចូលក្នុងភ្នំដែរហើយដូច្នេះហើយបានជាពួកយើងវាយគ្នាប៉ុន្តែដោយសារតែខ្ញុំជ្រុលដៃពេកបានជាធ្វើគេស្លាប់យ៉ាងនេះតែខ្ញុំមិននឹកស្មានថារឿងធ្ងន់ធ្ងរយ៉ាងនេះទេពីយ៉ាងមនុស្សរស់នៅក្នុងលោកធ្វើយ៉ាងណាគុំក្បត់សតិសម្បញ្ញៈបើឯងគ្នាធ្វើអ្វីខុសឯងកុំពិបាកចិត្តអីក៏ប៉ុន្តែស្អែកមុនថ្ងៃលិចនេះខ្ញុំនឹងត្រូវចាកចេញពីបាក់ឆុងចិនហើយតាមការពិតខ្ញុំមិនដាច់ចិត្តចាកចេញពីបាក់ឆុងចិននោះទេក៏ប៉ុន្តែលោកគ្រូហើយនឹងល្អំមិនអាចជួយខ្ញុំបានតាមការពិតនៅក្នុងលោកនេះការជួបគ្នានិងការបែកគ្នាគឺជារឿងជិះមិនផុតឆាកជីវិតជិះមិនផុតពីការជួបជុំនិងការបែកបាក់គ្មានអ្វីដែលថាមិនដាច់ចិត្តនោះទេឥឡូវនេះកុំនិយាយអីវែងឆ្ងាយហើយមកតាមយើងទៅធ្វើកិច្ចការមួយកិច្ចការស្អីទៅពួកយើងនឹងកំទេចបាក់ឆុងចិនចោលថាម៉េចលោកគ្រូចង់នាំខ្ញុំទៅកំទេចបាក់ឆុងចិនចោលតាមមែនទេពិតមែនហើយពីយ៉ាងយើងដឹងថាឯងមានការពិបាកចិត្តចំណែកយើងក៏ពិបាកចិត្តដែរចំណែកយើងមិនចោលពួកគេធ្វើបាបឯងទេដូច្នេះហើយឯងត្រូវតែមកតាមយើងដើម្បីសម្លាប់អ្នកសំសិលតែប្រមាណនៅក្នុងបាក់ឆុងចិនចោលយើងសម្លាប់មនុស្សនៅក្នុងបាក់ឆុងចិនដើម្បីបំបត្តិគំនុំក្នុងចិត្តរបស់យើងទេលោកគ្រូមិនអាចធ្វើអញ្ចឹងបានទេខ្ញុំនឹងចាំថាការពីលើកមុនពេលដែលខ្ញុំចង់ចាក់ចេញពីទីនេះលោកគ្រូប្រាប់ខ្ញុំថាកុំទៅអីបាក់ឆុងចិនត្រូវការខ្ញុំណាខ្ញុំដឹងថាលោកគ្រូប្រកាសជាល្អនឹងបាក់ឆុងចិនក៏ប៉ុន្តែម្ដងនេះហេតុនេះបានជាលោកគ្រូនាំខ្ញុំទៅកំទេចបាក់ឆុងចិនបើសិនជាបានជួបនឹងមនុស្សដែលមិនចេះនិយាយហេតុផលយើងក៏មិនចាំបាច់និយាយហេតុផលដែរឯងយល់ដែរទេលោកគ្រូបញ្ហានេះខ្ញុំយល់ហើយប៉ុន្តែខ្ញុំមិនអាចធ្វើអញ្ចឹងបានទេមនុស្សបាក់ឆុងចិនច្រើនណាស់ឯងកុំខ្លាចអីវិជាគាត់របស់ឈៀនសុងជាសុងគ្មានអីគួរអស្ចារ្យទេចំណែកឈីសុងវិញក្រោយពេលដែលប្រយុទ្ធជាមួយនឹងបាក់អូទីហើយគេមានរបួសធ្ងន់ណាស់បាយស៊ឺឆាំងសុងព្រមទាំងសេនាទាំង4គ្មានអីគួរឲ្យខ្លាចយើងមិនចាំបាច់បារម្ភទេពួកយើងទាំងពីរនាក់អាចកម្ចាត់ពួកគេដោយគ្មានបញ្ហាអ្វីបន្តិចឡើយងាយស្រួលដូចបោះជ័យយ៉ាងចឹងបានហើយឯងមកតាមយើងមកទេលោកគ្រូខ្ញុំមិនអាចធ្វើអញ្ចឹងបានទេទោះជាមនុស្សបាក់ឆុងចិនធ្វើបាបខ្ញុំយ៉ាងណាក៏ដោយក៏ខ្ញុំមិនអាចធ្វើអញ្ចឹងបានដែរសូមលោកគ្រូកុំធ្វើអញ្ចឹងអីពីយ៉ាងឯងកុំភ្លេចណាវិជាគោលរបស់ឯងយើងជាអ្នកបង្ហាត់បង្រៀនឯងត្រូវតែស្ដាប់បញ្ជារបស់យើងឯងយល់ហើយនៅបាទខ្ញុំយល់ហើយលោកគ្រូបើសិនជាលោកគ្រូឲ្យខ្ញុំទៅស្លាប់ខ្ញុំប្រកាសจะទៅភ្លាមក៏ប៉ុន្តែឲ្យខ្ញុំទៅសម្លាប់មនុស្សបាក់ឆុងចិនហើយនឹងទៅបំផ្លាញមនុស្សបាក់ឆុងចិននោះខ្ញុំមិនអាចធ្វើបានទេសូមលោកគ្រូអភ័យទោសខ្ញុំមិនអាចធ្វើបានទេអូអ៊ីហ្វីយ៉ាងឯងចង់ស្លាប់ហើយមែនទេឯងឆ្លើយនឹងយើងមកមើលគឺយើងជាអ្នកបង្ហាត់បង្រៀនឯងមែនទេយើងអាចបង្ហាត់បង្រៀនឯងហើយយើងក៏អាចបំផ្លាញឯងវិញបានដែរលោកគ្រូចង់ខ្ញុំស្លាប់មែនទេនេះមកពីឯងមិនទាន់ស្ដាប់បញ្ជារបស់យើងឥឡូវយើងទៅពេលឯងម្ដងទៀតឯងទៅជាមួយយើងឬមួយក៏ឯងមិនទៅឆ្លើយមកលោកគ្រូខ្ញុំមិនអាចស្ដាប់បញ្ជារបស់លោកគ្រូបានទេសម្រាប់ខ្ញុំមកចុះឯងល្ងងណាស់ក្រោកឡើងមកឯងស្មានថាយើងពិតជាចង់សម្លាប់ឯងមែនខ្ញុំមិនដឹងខ្ញុំមិនចូលចិត្តលោកគ្រូទេខ្ញុំមិនដឹងថាលោកគ្រូគួរធ្វើយ៉ាងណាចំពោះខ្ញុំឡើយពីយ៉ាងតាមការពិតយើងគ្រាន់តែសាកល្បងចិត្តឯងតែប៉ុណ្ណោះយើងចង់ដឹងថាតើឯងស្មោះត្រង់នឹងបាក់ឆុងចិនដល់កម្រិតណាហើយលើនេះយើងបានឃើញនិងស្ដាប់ឮច្បាស់ហើយដោយសារតែបាក់ឆុងចិនឯងសុកចិត្តស្លាប់ក៏ប៉ុន្តែបាក់ឆុងចិនបើជាបណ្ដេញឯងចុះពីលើភ្នំនេះគឺជារឿងមួយខាត់បងធ្ងន់ធ្ងរសម្រាប់បាក់ឆុងចិនលោកគ្រូខ្ញុំសូមអរគុណហើយដែលលោកគ្រូសរសើរខ្ញុំជាង10ឆ្នាំមកហើយលោកគ្រូយកចិត្តទុកដាក់នឹងខ្ញុំណាខ
ខ្ញុំមិនត្រឹមតែស្រឡាញ់បាក់ឆុងចិនទេថែមទាំងសោកចិត្តស្លាប់គ្រប់ពេលវេលាដើម្បីលោកគ្រូក៏ប៉ុន្តែរហូតដល់ពេលនេះខ្ញុំនៅតែមិនដឹងថាលោកគ្រូជាអ្នកណាថ្ងៃក្រោយបើសិនជាខ្ញុំបានជួបលោកគ្រូនៅតាមផ្លូវនោះក៏ខ្ញុំមិនស្គាល់លោកគ្រូដែរម្យ៉ាងទៀតថ្ងៃស្អែកខ្ញុំនឹងចាក់ចេញពីទីនេះហើយថ្ងៃក្រោយខ្ញុំមិនដឹងថាអាចបានជួបលោកគ្រូឬក៏អត់នោះទេហេតុដូច្នេះហើយខ្ញុំយល់ថាលោកគ្រូគួរតែដកស្រង់មុខចេញទៅឲ្យខ្ញុំមើលឃើញមុខរបស់លោកគ្រូផងបានទេស្អីយ៉ាងឯងមានចាំលើកទី1ដែលយើងមកទីនេះយើងបាននិយាយប្រាប់ឯងថាមិនខ្លះខ្ញុំនឹងចាំមួយជីវិតរបស់ខ្ញុំនេះមិនអាចបំភ្លេចបានទេកាលនោះលោកគ្រូនិយាយប្រាប់ខ្ញុំថាបើសិនជាពេលមកដល់នោះលោកគ្រូប្រកាសจะឲ្យខ្ញុំស្គាល់មុខមាត់ពិតឥឡូវនេះដល់ពេលហើយមែនទេលោកគ្រូស្អីយ៉ាងឯងពិតជាចង់ចាំសម្ដីរបស់យើងបានច្បាស់ណាក៏ប៉ុន្តែឯងស្មានខុសហើយឥឡូវនេះមិនទាន់ដល់ពេលដែលយើងត្រូវដកស្រង់មុខចេញនោះទេលោកគ្រូអញ្ចឹងថ្ងៃក្រោយខ្ញុំធ្វើយ៉ាងម៉េចស្គាល់មុខមាត់របស់លោកគ្រូទៅឯងក៏មិនរំអីទោះជាឯងចាក់ចេញពីបាក់ឆុងចិនក៏ដោយក៏យើងនៅតែតាមរកឯងដែរនៅពេលដែលយើងត្រូវការជួបឯងយើងប្រកាសជាឈរនៅចំពោះមុខឯងភ្លាមយើងមិនទៅចោលឯងទេពីរយ៉ាងទោះជាឯងគិតពីរឿងអីក៏ដោយឯងកុំភ្លេចហាត់វិជ្ជាគុណកុំភ្លេចធ្វើការវឹកហាត់ជាប្រចាំណាស្ដាប់បានទេបានស្ដាប់បានហើយលោកគ្រូប្រសើរណាស់បើអញ្ចឹងពួកយើងសាកល្បងបន្តិចទៅបាទលោកគ្រូបើជាប្រសើរណាស់លោកគ្រូអាកូនអត់ពូជនោះថ្ងៃក្រោយវាគ្មានពេលបាននៅទីនេះតទៅទៀតទេអូលោកគ្រូវានៅខាងនោះលោកគ្រូសាច់ច្បងពីយ៉ាងឯងកំពុងធ្វើអីនោះខ្ញុំរែកទឹកទុកឲ្យជ្រូកថ្មនេះទៅហើយឯងនៅទីនេះធ្វើស្អីទៀតឆាប់រៀបចំឲ្យបានហើយចុះពីភ្នំភ្លាមទៅឲ្យឆាប់ឡើងឡំអ្វីនៅក្នុងបន្ទប់របស់ខ្ញុំសុទ្ធតែជារបស់ប៉ាក់ឆុងចិនដូច្នេះហើយខ្ញុំមិនយកទេចំណែកខ្ញុំមានតែខោអាវមួយសម្រាប់តែប៉ុណ្ណោះខ្ញុំវាខ្ចប់រួចហើយឡំកុំបារម្ភអីមុនថ្ងៃលិចខ្ញុំប្រកាសជាចាក់ចេញពីទីនេះមិនឲ្យខកពេលនោះទេឥឡូវនេះខ្ញុំនៅសល់ពេលខ្លះខ្ញុំត្រូវតែធ្វើអ្វីដែលខ្ញុំគួរធ្វើឲ្យបានល្អមុននឹងខ្ញុំចាក់ចេញបានហើយឲ្យទៅចុះឡំសាច់ច្បងខ្ញុំលាសិនហើយពួកឯងទាំងអស់គ្នាមិនឃើញដែរទេនៅក្នុងលោកនេះមិនគួរមានមនុស្សរឹងរូសចឹងទេមនុស្សបែបនេះពិតជាគួរឲ្យខឹងខ្លាំងណាស់លោកគ្រូនៅពេលដែលថ្ងៃលិចពួកយើងឈប់ឃើញមុខអាចង្រៃនេះទៀតហើយលោកគ្រូកុំខឹងខ្លាំងពេកយល់ល្អកុំឲ្យយើងឃើញគេទៀតបើមិនចឹងទេយើងប្រកាសជាខឹងស្លាប់មិនខានទោះជាយ៉ាងណាក៏ដោយយើងបានដកបន្លាចេញពីក្នុងភ្នែករបស់យើងបានដូច្នេះមិនចាំបាច់ប៉ាអូទីជួយចាត់ការទេហើយនិយាយត្រូវណាស់ដល់ពេលនោះយើងត្រូវតែអរគុណគេបាទហើយតែលឺឡើងបាទទៅចុះទៅមើលជប់សិនវាយឆាយច្បាស់លាស់បន្តិចទៅបាទទៅចុះទៅលឺឡើងជប់សិនជប់បាទទៅចុះមនុស្សប៉ាអូទីហ៎មនុស្សប៉ាអូទីអ្នកប្រុសខ្ញុំយល់ថាពួកយើងគួរតែដកថយតែម្ដងទៅមនុស្សកប៉ិចកំប៉ុងចឹងមានអីគួរខ្លាចពួកយើងគួរតែសាកល្បងមើលតើវាអស្ចារ្យយ៉ាងណាដែរលើមេក្រមអ្នកដែលកំពុងតដើមមកនោះគឺគាត់ចុងលាវពិតមែនហើយគឺពួកគេទាំង3នាក់មែនឥឡូវនេះពួកឯងនាំគ្នាចាត់ការទៅអើយឈប់លើបានហើយឆាប់ទៅបានហើយកុំតាម
អ្នកប្រុសពួកយើងគួរតែសម្រាប់គេចោលទៅបើមិនចឹងទេពួកគេច្បាស់ជាមកបង្ករឿងជាមួយយើងទៀតជាមិនខានទេកុំតែរវល់អីប៉ាអូទីគេមានមនុស្សច្រើនណាស់យើងសង្ឃឹមថាកុំឲ្យគ្នារបស់យើងស្លាប់ក្នុងដៃរបស់គេទៅបានហើយអ្នកប្រុសឥឡូវគិតយ៉ាងម៉េចពួកវាប្រកាសជាផ្ដល់ដំណឹងឲ្យទូគូហ្វុងយើងត្រូវឲ្យឆាប់បន្តិចបើសិនជាត្រូវពួកវាចាប់ខ្លួនមុនពេលទៅដល់ប៉ាឆុងចិននោះប្រកាសជាវិវត្តទៅយើងអ្នកនាងមេក្រុមនាងព្រាបនាំសារពួកគេបានជួបជាមួយគាត់ចុងលាវស្ដាយណាស់គេរត់បាត់ទៅហើយសាច់បងចេញបញ្ជាជុំវិញទី10យោជឲ្យបងប្អូនយើងទាំងអស់គ្នាត្រៀមខ្លួនធ្វើយ៉ាងណាតាមចាប់គាត់ចុងលាវតទៅបានសាច់បងស្ដាប់បានខ្ញុំនិយាយថាម៉េចទេក្នុងសម្បត្តិសរសេរថាគាត់ចុងលីធ្វើដំណើរទៅទិសខាងកើតហើយគេទៅណាក៏ដោយធ្វើយ៉ាងណាតាមចាប់គេតទៅបានធ្វើដំណើរទៅទិសខាងកើតគឺទៅរកប៉ាឆុងចិនតាមខ្ញុំស្មានគេប្រហែលជាចុះចូលជាមួយប៉ាឆុងចិនសាច់ច្បងសាច់ច្បងសាច់ច្បងអ៊ីស៊ូសាច់ច្បងអ៊ីស៊ូមិនក៏ប្រញាប់ចុះពីក្រែខ្លាំងម្ល៉េះខ្ញុំបានធូរស្រាលច្រើនហើយខ្ញុំចង់ដើរឲ្យបានយឺតសរសៃបន្តិចធ្វើយ៉ាងនេះមិនកើតទេឯងមិនទាន់ជាស្រួលបួលចាំជាហើយចាំឯងធ្វើអ្វីៗទៀតចុះសាច់ច្បងខ្ញុំពិតជាហើយខ្ញុំនៅក្នុងបន្ទប់ពី3ថ្ងៃនេះខ្ញុំអស់សុខណាខ្ញុំចង់ដើរលេងបន្តិចសាច់ច្បងក៏បារម្ភនឹងខ្ញុំអីចឹងក៏បានដែរក៏ប៉ុន្តែកុំតែណាឆ្ងាយពេកណាស្ដាប់បានទេសាច់ច្បងហីវ៉ាងសាច់ច្បងអ្នកប្រុសហ្វូអ្នកនាងវ៉ាងកុំហៅខ្ញុំថាអ្នកប្រុសហ្វូអីហៅខ្ញុំថាហ្វូអ៊ីស៊ូបានហើយបើមិនចឹងហៅខ្ញុំអ៊ីស៊ូក៏បានដែរនេះជាស្អីហ្នឹងនេះគឺជាចំណីអាហារអូយកទៅជូនលោកអ៊ំធំមែនទេរបស់នេះសម្រាប់ឲ្យហ្វីយ៉ាងហូបតាមផ្លូវហ្វីយ៉ាងគ្មានប្រាក់ជាប់ក្នុងខ្លួននឹងទិញចំណីទេបើមិនរៀបចំឲ្យគេទេគេប្រកាសជាគ្មានតាមផ្លូវហើយណែប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេខ្ញុំមានប្រាក់ខ្លះដែរឥឡូវនេះឲ្យយកទៅឲ្យហ្វីយ៉ាងចុះស្ដាប់បានទេសាច់ច្បងបង្កើតទេយកទៅអ្នកណាទៅឆ្ងាយមែនទេអូសុំទោសខ្ញុំមិនគួរសួរបែបនេះទេលោកអត់ដឹងរឿងរបស់ហ្វីយ៉ាងទេហ្វីយ៉ាងគឺជាអ្នកណាទៅខ្ញុំអត់ស្គាល់ទេតែមានរាយការណ៍ឡើងហ្វីយ៉ាងគឺជាមនុស្សដែលធ្វើឲ្យត្រូវរបួសអូការពិតអ្នកដែលធ្វើឲ្យខ្ញុំត្រូវរបួសគឺឈ្មោះហ្វីយ៉ាងខ្ញុំគ្រាន់តែលើកគេនិយាយប្រាប់ខ្ញុំថាអ្នកដែលធ្វើឲ្យខ្ញុំត្រូវរបួសគឺជាអ្នកចិញ្ចឹមជ្រូកមែនហើយតើគេចុះពីភ្នំទៅណាវិញទៅគេណែគេខ្លួនឯងក៏មិនដឹងថាទៅណាដែរហើយតែធ្វើឲ្យលោកត្រូវរបួសបាត់ជាប៉ាក់ឆុងចិនដឹងគេចេញពីប៉ាក់ឆុងចិនមុនថ្ងៃលិចនេះគេនឹងចាក់ចេញពីទីនេះហើយមិនដឹងជាទៅណាទេសុំទោសខ្ញុំទើបតែដឹងរឿងនេះទេវាយឲ្យលោកត្រូវរបួសជាកំហុសរបស់ហ្វីយ៉ាងពិតមែនតែខ្ញុំមិនដឹងជាគួរធ្វើយ៉ាងណាខ្ញុំមានតែសុំទោសលោកជំនួសគាត់សុំលោកកុំចងគំនុំនឹងគាត់អីខ្ញុំមានការរវល់ណាស់ខ្ញុំលាសិនហើយសាច់ច្បងខ្ញុំមើលទៅនាងដូចជាពិបាកចិត្តណានេះដោយសារតែរឿងរបស់អ៊ីហ្វីយ៉ាងត្រូវគេបណ្ដឹងចេញពីប៉ាក់ឆុងចិននេះតាមពិតមែនទេពិតមែនហើយហ្វីយ៉ាងជាមួយនឹងវ៉ាឡើងមកលើភ្នំនេះតាំងពីតូចដល់ធំឥឡូវនេះហ្វីយ៉ាងត្រូវបណ្ដឹងចុះពីភ្នំវ៉ាប្រកាសជាមានការឈឺចាប់ខ្លាំងណាស់សាច់ច្បងតែការនេះគឺដោយសារខ្ញុំជាអ្នកធ្វើបាបហ្វីយ៉ាងហើយនឹងវ៉ាប្រហែលជាបន្ទោសខ្ញុំទេដឹងអត់ទេហ្វីយ៉ាងគេបន្ទោសខ្លួនឯងហើយវ៉ាក៏និយាយអញ្ចឹងដែរពួកគេមានតែបន្ទោសខ្លួនឯងប៉ុណ្ណោះក៏ប៉ុន្តែរឿងនេះបានជាដូច្នេះទៅហើយទោះជានិយាយអីក៏អត់ប្រយោជន៍ដែរកុំរវល់អីណាថែខ្លួនឲ្យបានល្អទៅខ្ញុំបាទសាច់ច្បងថ្ងៃចិត្តលេចហើយឯងទៅវិញសម្រាប់ចុះបាទ អ
ហត់ស្លាប់ក៏គ្មានអ្នកណាអរគុណបងដែរ បានហើយខ្ញុំធ្វើការនេះគឺចាប់ហើយតាយ៉ាងម៉េចហ្នឹងប៉ុណ្ណឹងឲ្យស្អាតទេទោះជាយប់នេះខ្ញុំដេកជាមួយជ្រូកក៏បានដែរបើយ៉ាងម៉េចហ្នឹងពីយ៉ាងបងតែងតែអញ្ចឹងធ្វើដូចជាក្មេងមិនដឹងអីម្ដងភ្លេចរឿងនេះម្ដងភ្លេចរឿងនោះបន្តិចទៀតថ្ងៃលេចហើយបងដឹងទេ ខ្ញុំដឹងប៉ុន្តែខ្ញុំនៅសល់ពេលច្រើនតានាងចង់ឲ្យខ្ញុំអង្គុយសង្កត់ពិបាកចិត្តនាទីនេះតាមែនទេធ្វើយ៉ាងនេះមិនកើតទេឥឡូវនេះខ្ញុំទៅពោះអស់ថែមទៀតសិនហើយយ៉ាទៅពោះអស់ទៀតទៅរៀបចំអីវ៉ាន់របស់បងទៅម្យ៉ាងទៀតយករបស់នេះចាប់ឲ្យបានស្រួលបួលផងម៉ានេះល្អណាស់ខ្ញុំណានាងគិតគូរខ្ញុំគ្រប់បែបយ៉ាងមិនមែនតែខ្ញុំម្នាក់ទេដែលល្អនឹងបងនោះនេះជាប្រាក់ដែលសិស្សបងឲ្យទៅបងយកទៅចាស់ប្រាក់ច្រើនណាសិស្សបងឲ្យមកខ្ញុំហ៎ខ្ញុំមិនយកទេកុំនិយាយច្រើនពេកបងយកទៅពីយ៉ាងបងទៅខាងក្រៅតែម្នាក់ឯងធ្វើអ្វីត្រូវចេះប្រយ័ត្នប្រយែងសំខាន់បំផុតគឺហូបឆ្អែតស្លៀកពាក់គ្រប់គ្រាន់ម្យ៉ាងទៀតតែខាត់ធ្វើយ៉ាងណាកុំឲ្យឈឺឲ្យសោះស្ដាប់បានទេប៉ាខ្ញុំពិតជាមនុស្សដែលគ្មានបានការមែនតែងតែធ្វើនាងមានការបារម្ភពីខ្ញុំយ៉ាងនេះឥឡូវនេះគឺនាងជាអ្នកជួយគិតគូរខ្ញុំគ្រប់បែបយ៉ាងតាមការពិតរឿងនេះវាគឺជារឿងរបស់ខ្ញុំគួរតែដឹងខ្លួនឯងក៏ប៉ុន្តែបែរជាឲ្យនាងពិបាកចិត្តសក់តែភ្នែកដោយសារខ្ញុំសូមអ្នកអភ័យទោសខ្ញុំផងអភ័យទោសខ្ញុំផងបាទខ្ញុំចាច់ចេញពីបាក់ឆុងចិនលើកនេះប្រហែលមិនជារឿងអាក្រក់ទេថ្ងៃក្រោយពួកយើងគង់តែបានជួបគ្នាហើយមិនយូរប្រហែលនោះនាងប្រកាសជាភ្លេចខ្ញុំដែរហើយថ្ងៃក្រោយនាងទៅរកអ្នកណាដែលល្អជាងខ្ញុំដល់ពេលនោះនាងប្រកាសជាមានសុភមង្គលពេលយ៉ាងអ្វីដែលខ្ញុំធ្វើសម្រាប់បងនេះមកពីខ្ញុំស្ម័គ្រចិត្តដែរទោះជាថ្ងៃក្រោយបងប្រែប្រួលយ៉ាងណាក៏ខ្ញុំនៅតែល្អនឹងបងដូចពេលនេះពេលយ៉ាងខ្ញុំមិនអាចទៅជាមួយបងបានក៏ប៉ុន្តែចិត្តខ្ញុំនៅជាមួយបងជានិច្ចមួយជីវិតនេះខ្ញុំដាច់ខាតមិនប្រែប្រួលទេបងជឿចាស់ម៉ានាងតែថាខ្ញុំល្ងងតាមការពិតនាងល្ងងជាងខ្ញុំទៅទៀតខ្ញុំគ្មានទ្រព្យសម្បត្តិបំរើវិជាក៏គ្មានសុំនេះឆ្លាតជាងខ្ញុំបន្តិចបានទេពីយ៉ាងខ្ញុំនឹងបងដូចគ្នាមិនអាចប្រែប្រួលបងត្រូវជឿជាក់លើខ្ញុំហើយក៏ជឿជាក់លើខ្លួនឯងដែរពួកយើងមិនត្រូវគេបំបែកបំបាក់ពួកយើងសង្ឃឹមថាថ្ងៃក្រោយនឹងមានអនាគតល្អបាទសាប់អូនបើអ៊ីសូមិនក៏លោកមកទីនេះដែរបាទខ្ញុំតាមរកនាងខ្ញុំរកនាងមិនឃើញខ្ញុំក៏មកដល់ទីនេះទីបំផុតខ្ញុំបានជួបនាងមែនមានការអីសំណាក់ច្បាប់ឲ្យហ្វីយ៉ាងចុះពីភ្នំខ្ញុំបានដឹងឮអស់ហើយខ្ញុំមានការសោកស្ដាយខ្លាំងណាស់មិនគួរឲ្យហ្វីយ៉ាងទទួលកំហុសធ្ងន់ធ្ងរយ៉ាងនេះទេអ៊ីសូនេះប្រហែលជាវាសនារបស់ហ្វីយ៉ាងត្រូវតែអញ្ចឹងម្យ៉ាងទៀតអ្នកដែលមិនដឹងគេចេញពីបាក់ឆុងចិនមិនមែនលោកក៏មិនទោសខ្លួនឯងអីបាទខ្ញុំមិនដាច់ចិត្តទេខ្ញុំមិនចង់ឃើញគេចាក់ចេញពីបាក់ឆុងចិនហើយខ្ញុំក៏មិនចង់ឃើញនាងពិបាកចិត្តយ៉ាងនេះដែរក៏ប៉ុន្តែមុនថ្ងៃលេចហ្វីយ៉ាងត្រូវចាក់ចេញពីបាក់ឆុងចិនតើពួកយើងអាចធ្វើអ្វីកើតទៅខ្ញុំនឹងរកមធ្យោបាយតទៅទៀតក៏ប៉ុន្តែយើងគ្មានមធ្យោបាយផ្សេងទេ
ទោះជាគ្មានក៏ខ្ញុំតែប្រឹងដែរវ៉ាខ្ញុំធ្វើនេះមិនមែនដើម្បីពីយ៉ាងមិនមែនដើម្បីខ្ញុំជាពិសេសគឺដើម្បីនាងជឿជាក់លើខ្ញុំចុះខ្ញុំពិតជាអាចធ្វើបានលោកគ្រូបើគ្មានអ្វីធំដុំកើតឡើងទេឯងមិនមកជួបយើងទេព្រោះតែរឿងរបស់ពីយ៉ាងហេតុនេះហើយខ្ញុំចង់និយាយជាមួយលោកគ្រូសូមលោកគ្រូអនុញ្ញាតឲ្យគេចូលមកលោកគ្រូសូមលោកគ្រូឲ្យគេនិយាយការពិតទៅមើលទោះយើងឲ្យគេចូលមកក៏គ្មានប្រយោជន៍ដែរសំណាក់ច្បាប់បានសម្រេចរួចទៅហើយយើងមិនអាចនិយាយអ្វីបានទេលោកគ្រូកុំអាលដេញគេអីអ៊ីស៊ូជាអ្នកមានគុណនៅបាក់ឆុងចិនលោកគ្រូគាត់តែនិយាយជាមួយគេទៅឲ្យគេចូលមកបានការអីទៅណាហើយចុះឲ្យគេចូលមកក៏បានដែរបាទលោកគ្រូអ៊ីស៊ូអង្គុយចុះទៅអរគុណលោកអ៊ីស៊ូឈាមជាប់នៅក្នុងក្បាលរបស់ឯងមិនតរលាយអស់នៅឡើយទេឯងកុំអត្តនាប្រទេសប្រដាខ្ញុំអរគុណលោកហើយរបួសរបស់ខ្ញុំបានធូរស្រាលច្រើនក៏ប៉ុន្តែរឿងរបស់ពីយ៉ាងសំខាន់ជាងរបួសរបស់ខ្ញុំទៅទៀតសូមលោកមេត្តាជួយគេផងទៅអ៊ីស៊ូក្នុងបច្ចុប្បន្នចិនយើងមានច្បាប់ទម្លាប់ត្រឹមត្រូវណាស់អ្នកណាធ្វើខុសត្រូវតែប្រកល់ឲ្យសំណាក់ច្បាប់ជាអ្នកកាត់ទោសហើយអ្នកកាន់កាប់សំណាក់ច្បាប់នោះប្រកាសជាដោះស្រាយដោយយុត្តិធម៌បំផុតធ្វើទៅបាត់ថាខ្ញុំជាមេបកក៏ប៉ុន្តែខ្ញុំមិនអាចលូកដៃនៅក្នុងរឿងរបស់ហ្វីយ៉ាងបានទេដូច្នេះហើយឯងកុំនិយាយរឿងនេះជាមួយយើងទៀតទេលោកអ៊ំកុំយល់ច្រឡំអីខ្ញុំមករកលោកអ៊ំនេះមិនមែនចង់ឲ្យលោកអ៊ំទៅអង្វរលោកអ៊ំទី2នោះទេខ្ញុំគ្រាន់តែចង់ឲ្យលោកអ៊ំរៀបចំឲ្យខ្ញុំបានជួបជាមួយលោកអ៊ំទី2ខ្ញុំចង់និយាយជាមួយគាត់ដោយផ្ទាល់ណែលោកអ៊ំខ្ញុំចង់ជួបលោកអ៊ំទី2ប្រកាសជាមិនបានជួបទេមានតែលោកអ៊ំជួយខ្ញុំទើបខ្ញុំអាចជួបលោកអ៊ំទី2បានសំណុំពរខ្ញុំពិតជាមិនហួសហេតុទេសូមលោកអ៊ំមេត្តាជួយខ្ញុំផងចុះអ៊ីស៊ូបើឯងនិយាយយ៉ាងនេះទៅហើយខ្ញុំគួរតែយល់ព្រមជាមួយនឹងឯងប៉ៃស៊ឺបានលោកគ្រូទៅអញ្ជើញលោកអ៊ំនឹងលពូរបស់ឯងទៅ把记忆揉碎都融入酒杯今夜最后的一次为你而醉不伤心眼泪能挽救心碎聚散离合本就是百转又千回轻轻说再会何必要伤悲爱已不可为不如舍身而退隔夜的宿醉已经无所谓阳光从此会照醒梦的沉睡谁说痛彻心扉思念太可贵太纯粹我从不认为难道爱谁就要永远的相随谁说遥遥相对对爱是可悲是摧毁有什么绝对只要留住记忆中的光辉就是最美就是最美